សួស្តីបងប្អូនអរគ្នាខ្ញុំណែនាំរថយន្តមួយគ្រឿងបាទនេះគឺជា Avatar 12ពណ៌ខ្មៅបាទហើយជារថយន្តប្រភេទអគ្គិសនីសុទ្ធ 100% សាកថ្មពេញជិះបាន705គីឡូម៉ែត្របាទសម្រាប់ Avatar 12នេះគឺចិត្តមកដល់ showroom មកចឹងហ្នឹងបងប្អូនគឺតែប្រហែលថ្ងៃទៀតទេមកដល់ showroom អញ្ចឹងសម្រាប់បងប្អូនដែលស្រឡាញ់ជាមួយប្រភេទរថយន្ត Avatar 12នេះអាចធ្វើការកក់និងសាកសួរពុំមានវាលើនេះទៅបានសម្រាប់រថយន្ត Avatar 12នេះបងប្អូនគឺស្រស់ស្អាតខ្លាំងហើយបច្ចេកវិទ្យាក៏ទំនើបមិនធម្មតាដែរបាទហើយបើនិយាយពីការរចនាខាងក្នុងរថយន្ត Avatar 12នេះវិញគឺធ្វើមកលក្ខណៈ premium បណ្ឌិតតែម្ដងបងប្អូនបាទតាំងពីដៃចង្កូលលក្ខណៈជាអនាគតបងប្អូនគេអត់ធ្វើមុខ logic ឌៀងធម្មតាណាហើយគេមាន screen វែងមួយសម្រាប់អ្នកបើកបរកំណត់ហើយនិង screen មួយទៀតសម្រាប់ការកម្សាន្តធំនៅខាងមុខនឹងសម្រាប់យើងចាក់ចម្រៀងឬមួយក៏មើលផែនទីមើលអីចឹងទៅហើយរថយន្តនេះដំបូងអាចបើកកញ្ចក់បានបងប្អូនបើកបានគឺធំទូលាយស្រស់ស្អាតសម្រាប់រថយន្តនេះជាប្រភេទរថយន្ត SUV បងប្អូនប៉ុន្តែ SUV នេះធ្វើមកលក្ខណៈបែប sport បាទមូលហេតុបានយើងនិយាយចឹងដោយសារធំទូលាយហើយខ្ពស់ដែរបងប្អូនណាមិនទាបប្រមាណទេខ្ពស់ដែរហើយធំទូលាយខ្លាំងហើយប៉ុន្តែ aerodynamic គេនេះគឺធ្វើមកជារាងលក្ខណៈជ្រេកខ្យល់ចលនា sport តែម្ដងបាទអញ្ចឹងគឺស្រស់ស្អាតហើយមើលទៅទំនើបខ្លាំងបងប្អូនហើយសូមបញ្ជាក់តិចបងប្អូនណារថយន្តនេះគឺរថយន្ត Avatar 12បាទឈ្មោះវា Avatar 12មិនមែនឆ្នាំ2012ទេសម្រាប់ឆ្នាំផលិតគឺឆ្នាំ2025តែម្ដងបងប្អូនបាទឮថា Avatar 12តិចថាផលិតក្នុងឆ្នាំ2012អត់ទេបងប្អូនអានេះគឺ Avatar 12ឈ្មោះហើយសម្រាប់ការផលិតគឺនៅក្នុងឆ្នាំ2025ស៊េរីថ្មីនេះចាប់មកជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យហើយការច្នៃប្រឌិតល្អមែនទែនបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ទាក់ទងជាមួយនឹងរថយន្ត Avatar 12ស៊េរីឆ្នាំ2025នេះអាចធ្វើការទំនាក់ទំនងឆាត Page ឬទាក់ទងមកកាន់លេខទូរស័ព្ទក្រោមស្មោះគុណ